ខ្ញុំស្មានតែខាងហាងគេធ្វើឲ្យតែតាមពិតកូនកន្លោះខ្ញុំគេមក surprise happy birthday ម៉ាមីhappy mother day ចា happy mother day ណាចឹងវាជារឿងមួយដែលរំភើបមែនទែនថ្ងៃនេះថ្ងៃល្អខ្លាំងមែនទែនអ្នកសិលពេញបរមីជាទិវាមេដាហើយកូនកន្លោះខ្ញុំបាន surprise នំម៉ាមីហើយអ្វីដែលខ្លាំងដែលធ្វើខ្ញុំរំភើបខ្លាំងនោះគឺពាក្យជូនពររបស់កូនណាដឹងគាត់ជូនពរអីអត់បងអូនគឺគាត់ជូនពរឲ្យម៉ាមីវីដេអូនេះខ្ញុំពិតជាអរគុណដល់មនុស្សជំនាញខ្លួនខ្លាំងមែនទែនបងប្អូនថ្ងៃនេះគឺជាថ្ងៃសិលថ្ងៃពេញបរមីនៅពេលព្រឹកគឺខ្ញុំបានរៀបចំសែនហើយខ្ញុំបួងសួងជាច្រើនហើយខ្ញុំទទួលបាននូវសុខភាពល្អសេចក្តីសុខផ្លូវចិត្តក្រុមគ្រួសារមានសុភមង្គលនិងរោគស៊ីកាក់កបចាអ្វីដែលខ្ញុំបួងសួងណាគឺហើយថ្ងៃនេះថ្ងៃវិសាខបូជាខ្ញុំទៅធ្វើថ្មិញទៀតបងអូនយកហេតុចេញមកវិញខ្ញុំអង្គុយផាត់មុខចេញមកវិញអង្គុយផាត់មុខគាត់ផាត់មុខមកសន្ទុះមានអ្នកមក surprise ផ្កាចាបងអូនប្រុសសំណាងគាត់ចិត្តល្អមែនទែន delivery ផ្កាយកមកផ្ញើបងស្រីចាមានអ្នកផ្ញើផ្កាមកប្រាប់ថាជនជាតិចិនម្នាក់គេជិះឡានហើយស្រឡាញ់រាប់អានទេវីសូមផ្ញើផ្កាមួយបាច់មកប្រាប់ចឹងទៀតណាជនជាតិចិនណាអីក៏ស្គាល់ទេវីពីណាជនជាតិចិនហ្នឹងផ្ញើផ្កាមកហ្នឹងមានអ្នកមកបំភាន់អញ្ចឹងទៀតណាសួរថាម្ចាស់បាច់ផ្កាមួយណាតែគ្រាន់តែហិតទៅផ្កាកោផ្កាស្រស់រាល់ឆ្នាំមកបងប្អូនអើយចាផ្កាស្រស់ស្វិតសពំតែអត់ជ្រុះចាក់បេតងខ្ញុំទុកច្រើនបាច់មែនទែននៅលើផ្ទះខ្ញុំចាឲ្យផ្កាថ្ងៃសម្រាប់ទិវាលើកនេះគឺខ្ញុំបានបាច់ផ្កាពណ៌ផ្កាឈូកហើយជាមួយនឹងផ្កាកន្លាបពណ៌សបែបភីងជីវិតដូចមានធម៌ពលជីវិតដូចរៀងស្រស់ស្រាយភីងដូចអ្វីដែលខ្ញុំប៉ងប្រាថ្នានៅពេលព្រឹកដែលខ្ញុំអុជធូបថ្ងៃពេញបរមីថ្ងៃសិលហ្នឹងបងប្អូនខ្ញុំបួងសួងណាចាពេលខ្លះអបិយជំនឿមិនមែនថាយើងជឿងប់ងល់ទេតែពេលដែលយើងបន់ស្រន់អីធ្វើឲ្យចិត្តយើងរៀបរយទទួលនៅអ្វីដែលយើងបន់ស្រន់អញ្ចឹងខ្ញុំពេលដែលបានផ្កានឲ្យធ្វើអារម្មណ៍ខ្ញុំរំភើបច្រើនចាបងប្អូនអរគ្នាដោយខ្ញុំឃើញថាចេះផ្កាពណ៌ផ្កាឈូកកន្លាបពណ៌ផ្កាឈូកក៏ដងខ្ញុំបានកន្លាបក្រហមកន្លាបលឿងកន្លាបទឹកក្រូចដូចជាកន្លាបច្រើនណាស់តែថ្ងៃនេះខ្ញុំបានសម្រាប់ទិវាលើកនេះខ្ញុំបានកន្លាបពណ៌ផ្កាឈូកហើយជាមួយនឹងបាច់ប៉ាផ្កាពណ៌ផ្កាឈូកចាបងប្អូនអរគ្នាថ្ងៃនេះគឺជាបុណ្យវិសាខបូជាបុណ្យធំហើយចំថ្ងៃសិលពេញបរមីប្រាថ្នាអ្វីក៏បានសម្រេចនៅតាមទីវត្តអារាមគឺមានការអុជទៀនលំភ្លឺខ្ញុំបានចូលទៅអុជទៀនលំភ្លឺនៅក្នុងវត្តដែរក៏បួងសួងដើម្បីសុំសេចក្តីសុខសុំសេចក្តីសុខសុខភាពល្អសុភមង្គលក្នុងក្រុមគ្រួសារជួបមនុស្សល្អរោគស៊ីកាក់កបមានបានសេចក្តីប៉ងប្រាថ្នាទាំងអស់ឲ្យបានដូចសេចក្តីប្រាថ្នាឲ្យថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាគឺថាស័ក្តិសិទ្ធិស័ក្តិសិទ្ធិតែម្ដងចានេះក្រុមគ្រួសាររបស់ខ្ញុំកូនប្រុសខ្ញុំមួយក្មួយចាក្មួយ2នាក់ណាកូនត្រេតនេះថ្ងៃនេះគឺខ្ញុំបបួលមិត្តភ័ក្តិញាតិសន្តានខ្ញុំគឺអត់មានអ្នកណាគេមកចូលរួមជាមួយទេគឺខ្ញុំមានតែក្រុមគ្រួសារតូចខ្ញុំហើយនឹងក្មួយខ្ញុំនឹងឯងមកចូលរួមញ៉ាំជាមួយខ្ញុំចាគឺយើងញ៉ាំអាហារពេលល្ងាចជុំគ្នាដើម្បីបង្កើតនូវភាពស្និទ្ធស្នាលសេចក្តីស្រឡាញ់ចងចាំចាហើយថ្ងៃនេះគឺកូនប្រុសរបស់ខ្ញុំគេមកជាមួយខ្ញុំគេបបួលម៉ាក់មកតែម្ដងចាហើយអ្វីដែលខ្ញុំទទួលបាននោះគឺក្តីស្រឡាញ់ពីកូនចាដែលគាត់គ្រប់គ្រងខ្ញុំគាត់បងប្អូនអរគ្នានៅពេលដែលកូនស្ដាប់បង្គាប់ណាកូនស្ដាប់បង្គាប់នៅពេលដែលយើងនិយាយឬក៏ទូមានអីកូនស្ដាប់ធ្វើតាមទោះបីពេលខ្លះគាត់មានការតមាត់មកមួយយើងក៏គិតថាគាត់អត់ធ្វើប៉ុន្តែយើងមើលថាគាត់សម្របពីយើងទៅម្ដងតិចម្ដងហើយគាត់ធ្វើតាមអ្វីដែលយើងប្រាប់គាត់ជឿគាត់មើលឃើញថាអូម៉ាក់មានការខំប្រឹងប្រែងចង់ឲ្យកូនល្អម៉ាក់តែងតែមានទំនួលខុសត្រូវមិនថាការញ៉ាំការស្លៀកពាក់ការផ្ដល់ដំបូន្មានល្អការទូមានការបញ្យលណែនាំនឹងអ្វីដែលម៉ាក់ហាយមកគឺចង់ឲ្យកូនល្អអញ្ចឹងគាត់ស្ដាប់យើងជារឿយទៅរហូតដល់គាត់ស្ដាប់ហើយថ្ងៃនេះបងប្អូនអរគ្នាខ្ញុំទទួលក្តីស្រឡាញ់ surprise ពីកូនដែលខ្ញុំនឹកស្មានមកដល់ឲ្យគាត់ដូចថាគាត់ពេញគំនិតចេះគិតណាឆ្នាំនេះឆ្នាំប្រឡងបងប្អូនគេចេះមក surprise ម៉ាមីជាមួយនឹងនំខេកគេចង់ទិញបាច់ផ្កាដែរដោយសារខ្ញុំបានបាច់ផ្កាឯងក៏ទិញបាច់ផ្កាទេគឺ
ទិញជាមួយនំហើយអ្វីដែលពិសេសគឺពាក្យជូនពរដែលខ្ញុំស្ដាប់ហើយរំភើបចាំខ្ញុំប្រាប់វីដេអូក្រោយបងអូនហ្នឹងហើយអញ្ចឹងខ្ញុំញ៉ាំអាហារឆ្ងាញ់ជុំគ្នាហើយអ្វីដែលចង់មកនេះគឺខ្ញុំចង់ញ៉ាំត្រីថ្ងៃនេះគឺខ្ញុំញ៉ាំត្រីក្នុងបកងឯងបងអូនអត់មានញ៉ាំសាច់គោសាច់អីដោយសារខ្ញុំហាត់ប្រាណបន្ទាប់ពីខ្ញុំអស់កម្លាំង2-3 សប្តាហ៍ខ្ញុំហាត់ប្រាណដោយយើងមានការតមអាហារខ្លះខ្ញុំមកបន្ថែមថាមពលប្រូតេអ៊ីននៅក្នុងខ្លួនដើម្បីជួយបំពន់ខួរក្បាលយើងឲ្យឆ្លាតទោះការហាត់ប្រាណបងប្អូនឃើញខ្ញុំហាត់ប្រាណខ្ញុំអត់សូវស្រកលឿននេះគេដោយសារខ្ញុំញ៉ាំធម្មតាគ្រាន់កាត់បន្ថយតិចហ្នឹងហើយដូចថាពីមុនយើងញ៉ាំ3ពេល4ពេលអញ្ចឹងណាយើងបន្ថយមកញ៉ាំ3ពេលដដែលតែយើងញ៉ាំតិចហើយបន្លែគឺញ៉ាំគ្រប់មុខតែម្ដងខ្ញុំមិនមានការលោភលន់ថាអូទៅបុហ្វេយើងញ៉ាំតែសាច់សុទ្ធអត់ញ៉ាំបន្លែឬក៏ញ៉ាំរើសអីទេឥឡូវនេះញ៉ាំអីដែលជួយទៅដល់ system រាងកាយរបស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំរៀប system រាងកាយរបស់ខ្ញុំមកលើស្រួលរបបអាហារត្រឹមត្រូវវាធ្វើឲ្យការស្រកគីឡូរបស់ខ្ញុំបែបច្បាស់លាស់មិនដូចមុនណាហើយខ្ញុំញ៉ាំដូចគ្រួសារចឹងមិនមែនថាអូខ្ញុំតមអាហារក្រុមគ្រួសារខ្ញុំត្រូវតមទាំងអស់អត់ទេពួកគាត់ចង់ញ៉ាំអីឆ្ងាញ់គឺខ្ញុំធ្វើឲ្យញ៉ាំគ្រប់គ្នាកូនក៏ដោយគ្រួសារក្មួយបងប្អូនក៏ដោយចង់ញ៉ាំអីគឺរៀបចំជូនពួកគាត់ញ៉ាំទាំងអស់បើខ្ញុំតមតែខ្ញុំទៅចាមិនគេតមយើងតមដែរណាទោះបីជាឃើញម្ហូបឆ្ងាញ់ហូរហៀនៅលើតុតែខ្ញុំអត់ចង់ញ៉ាំគឺខ្ញុំអត់ញ៉ាំតាំងពីចេះស្រកគីឡូរហូតដល់ឥឡូវខ្ញុំធ្លាប់ស្រកម្ដងបាន10គីឡូជាងលើកកាលពី7-8 ឆ្នាំមុនប៉ុន្តែខ្ញុំភ្លេចយកពីមុននឹងយកមកធ្វើម្ដងទៀតដល់ពេលឥឡូវខ្ញុំចាប់ផ្ដើមនឹកឃើញថាយើងស្គាល់ច្បាស់ពីរបបអាហារហើយយើងរៀបចំ system សាថ្មី set up សាថ្មីវាធ្វើឲ្យខ្ញុំទទួលបាននូវសុខភាពល្អច្រើនជាងមុនមែនទែនហើយអត់អស់ថាមពលនៅក្នុងខ្លួនមានទាំងថាមពលក្នុងខ្លួនមានតែប្រូតេអ៊ីននៅក្នុងខ្លួនការញ៉ាំធម្មតាតែយើងស្រកគីឡូហើយខ្ញុំមិនមានចំណាយទិញថ្នាំសម្រកអីទេចាអត់មានចំណាយលុយទិញថ្នាំសម្រកអត់មានតបញ៉ាំតែខ្ញុំក៏អត់ញ៉ាំច្រើនដែរគឺកាត់បន្ថយនឹងឲ្យវាមានអីជាជាងការយើងធ្វើម្ដងតិចយូរទៅ system យើងដំណើរការទៅល្អវិញតែបើសិនជាយើងចង់លឿនបខំភាកច្រើនគឺដឹងតែអត់ល្អហ្មងចាដឹងតែស្រក់ហើយគឺធ្វើឲ្យយើងហេវលើដើមប្រៀបដូចជាការដែលយើងធ្វើបាបខ្លួនឯងខ្លាំងមែនទែនចាអញ្ចឹងអត់ធ្វើបាបខ្លួនឯងខ្លាំងទេធ្វើបាបខ្លួនឯងដោយភាពរីករាយញ៉ាំផ្លែឈើញ៉ាំបន្លែយើងកាត់បន្ថយអាហារដែលមានជាតិម្សៅចាអញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំញ៉ាំ3 ដង 4 ដងដូចគេអញ្ចឹងដែរហើយខ្ញុំកាត់បន្ថយតិចខ្ញុំឃើញថាការស្រកគីឡូរបស់ខ្ញុំបានល្អអញ្ចឹងវាធ្វើឲ្យខ្ញុំសង្ឃឹមទៀតតែលើខ្ញុំអត់ហ៊ាននិយាយអួតអីច្រើនទេបងអូនខ្លាចមានការឆ្លោះឆ្លួយអីធ្វើបានពីមុនខ្ញុំធ្លាប់និយាយអួតចឹងដែរមានការឆ្លោះឆ្លួយដោយខ្ញុំមកលាកចកេះលាកឆ្អឹងខ្នងចកេះដល់ពេលខ្ញុំជាប់បានន័យថាយើងលាកឆ្អឹងខ្នងចកេះយើងចុកចកេះរយចកេះហ្នឹងយើងហាត់ប្រាណអត់បានបន្តិចធ្វើខ្ញុំហាត់ប្រាណអត់បានសម្រាប់ហ្នឹងហើយអញ្ចឹងខ្ញុំអត់និយាយទៀតទេតែគ្រាន់ថាលើខ្ញុំចង់ឲ្យបងប្អូនអរគ្នាទស្សនាវីដេអូនេះហើយចាំមើលទេវីតាមដានរហូតណាតាមដានពីឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើវីដេអូនេះបងប្អូនតាមដានពីឥឡូវនេះទៅក៏បានដែរឃើញរូបរាងខ្ញុំមានស្វាក់តិចអញ្ចឹងចាំមើល3 ខែ 4 ខែក្រោយហើយខ្ញុំមិនមែនបន្តធ្វើអញ្ចឹងទៅត្រឹម3 4 ខែបើអាចខ្ញុំនឹងធ្វើទៅរហូតទៅចាព្រោះឥឡូវនេះខ្ញុំត្រូវtake care ខ្លួនឯងឲ្យបានសុខភាពល្អហ្នឹងហើយជាពិសេសគឺសុខភាពហើយសម្រស់ហ្នឹងក៏មកតាមក្រោយដែរបងប្អូនឃើញខ្ញុំញ៉ាំធម្មតាអញ្ចឹងណាផ្អែមណាចាដោយសារខ្ញុំដៃមួយកាន់ថតដៃមួយចាប់ទៅមានការកពុបខ្លះហ្នឹងហើយបងអូនចាខ្ញុំញ៉ាំផ្អែមពោតហើយខ្ញុំញ៉ាំផ្អែមស្ដែកមួយស្លាបព្រាខ្ញុំញ៉ាំបរឡូតមិញមួយស្លាបព្រាខ្ញុំញ៉ាំបាញ់ដុកខៀវដែលខ្ញុំដួសនេះ2 ដុំទឹកស្ករខ្ញុំដាក់ធម្មតាខ្ញុំញ៉ាំបងអូនហើយខ្ញុំញ៉ាំត្រីសាម៉ុនអស់មួយចានហើយមានបកង 2-3 ទៀតហើយបន្លែគ្រប់មុខដល់ខ្ញុំញ៉ាំអញ្ចឹងតែអត់មានជាតិសាច់ខ្លាញ់អត់មានអីគឺខ្ញុំញ៉ាំអញ្ចឹងហើយនៅពេលដែលញ៉ាំអញ្ចឹងរួចហើយគឺខ្ញុំញ៉ាំហើយខ្ញុំអត់គេងនិមុនទេណាគឺខ្ញុំដើរច្រើនម៉ោងដើរអត់រត់ហាត់ប្រាណអត់អីតែយើងដើរសម្រក់ហ្នឹងហើយ
នៅពេលដែលយើងដឹងថាយើងដាក់អីល្អមិនល្អឲ្យខ្លួនឯងយើងដឹងថាគីឡូរបស់យើងបាត់មិនតែយើងដាក់ខ្លាញ់ច្រើនយើងដាក់ម្ហូបដែលមានជាតិម្សៅច្រើនដូចជាបាយដូចជាមីដូចជាពោតដូចជាអីដលងប្រាំងអីនឹងច្រើនវាអាចនឹងធ្វើឲ្យយើងឡើងគីឡូអូខេឥឡូវខ្ញុំតាន់និយាយដល់នេះឥឡូវនិយាយដល់កូនកន្លោះខ្ញុំនេះបងអូនឲ្យមកខំតែថតមីAi mục cái nè lộc bà lênម៉ាក់រំភើបមែនកូនសម្លាញ់ម៉ាក់ចេះទិញនំខេកមកសប្រៃម៉ាមីខ្ញុំស្មានតែខាងហាងគេធ្វើឲ្យតែតាមពិតកូនកន្លោះខ្ញុំគេមកសប្រៃ Happy birthday ម៉ាមីHappy Mother Day ចា Happy Mother Day ណាចឹងវាជារឿងមួយដែលរំភើបមែនទែនថ្ងៃនេះថ្ងៃល្អខ្លាំងមែនទែនសិលពេញបរមីជាទិវាមេដាហើយកូនកន្លោះខ្ញុំបានសប្រៃនំម៉ាមីហើយអ្វីដែលខ្លាំងដែលធ្វើខ្ញុំរំភើបខ្លាំងនោះគឺពាក្យជូនពររបស់កូនណាដឹងគាត់ជូនពរអីអត់បងអូនគឺគាត់ជូនពរឲ្យម៉ាមីសម្រាប់ការងារគ្រប់ភារកិច្ចមិនថាការងារសាឡនការងារ business ការងារអីដែលម៉ាមីចង់បានគឺឲ្យសម្រាប់គ្រប់ទាំងអស់កូនគ្រប់គ្រងម៉ាមីគ្រប់ទីការងារដែលម៉ាមីសម្រាប់ដែលម៉ាមីធ្វើប្រចាំថ្ងៃដែលម៉ាមីធ្វើហ្នឹងគឺគ្រប់គ្រងអត់មានឈរពីក្រោយដោយមានការលើកទឹកចិត្តស្នាមញញឹមផ្ដល់នៃការគ្រប់គ្រងដល់ម៉ាមីឲ្យបានជោគជ័យគ្រប់ភារកិច្ចនេះបងប្អូនវាជាអ្វីដែលខ្ញុំធ្លាប់ប្រាប់ទៅគាត់ដែរឆ្នាំនេះឆ្នាំប្រឡងខ្ញុំចង់សួរគាត់ថាចង់ឲ្យម៉ាក់ជួយអីម៉ាក់ support កូនហើយម៉ាក់ចង់ធ្វើជាអ្នកគ្រប់គ្រងកូនជានិច្ចកូនចង់ធ្វើអីគិតអីគឺម៉ាក់នឹងជួយជ្រោមជ្រែងកូនខ្ញុំនិយាយពាក្យនេះទៅគាត់មុនហើយខ្ញុំធ្លាប់ប្រាប់ថាមិនថាកូនស្រឡាញ់ឬចង់ធ្វើអីម៉ាក់នឹងជួយគ្រប់គ្រងម៉ាក់នឹងជួយផ្ដល់កម្លាំងចិត្តឲ្យកូនធ្វើរឿងឲ្យបានល្អប្រសិនបើរឿងនឹងជារឿងដែលមើលទៅថាល្អម៉ាក់គ្រប់គ្រងកូនកុំឲ្យតែរឿងអីដែលវាប៉ះពាល់ទៅដល់សង្គមហ្នឹងឯងអញ្ចឹងនៅពេលដែលគាត់ឮពាក្យហ្នឹងហើយថ្ងៃនេះគាត់ជូនពរត្រឡប់មកខ្ញុំវិញបងអូនធ្វើឲ្យខ្ញុំរំភើបមែនទែនដែលគាត់ថាគ្រប់គ្រងអ្វីដែលម៉ាក់កំពុងធ្វើការងារសាឡនរបស់ម៉ាក់ការងារបង្រៀនរបស់ម៉ាក់ការងារ YouTube ការងារ TikTok ការងារ Facebook ការងារប្រចាំថ្ងៃរបស់ម៉ាក់គឺកូនគ្រប់គ្រងជួយម៉ាក់ជួយជ្រោមជ្រែងហើយជូនពរម៉ាក់សម្រាប់គ្រប់ភារកិច្ចនេះគឺជាអ្វីមួយដែលខ្ញុំគិតថាជាកាដូមហាសាលសម្រាប់បេះដូងរបស់ខ្ញុំជាកាដូដែលខ្ញុំរំភើបក្នុងថ្ងៃពិសេសនេះផងដែរចា៎សម្រាប់ម៉ាក់វិញក៏មានពាក្យជូនពរដល់កូនដូចគ្នាក្នុងថ្ងៃសិលវិសាខបូជាពេញបរមីនៅថ្ងៃដែលម៉ាក់ទៅវត្តនោះគឺម៉ាក់បួងសួងសូមឲ្យកូនម៉ាក់ប្រឡងជាប់ក្នុងឆ្នាំប្រឡងនេះហើយមានបំណងប្រាថ្នាអ្វីនៅក្នុងចិត្តចង់ធ្វើអីសូមឲ្យសម្រេចគ្រប់ភារកិច្ចទាំងអស់សូមទេវតាឆ្នាំថ្មីពុទ្ធស័ក្តិសិទ្ធិលើលោកគុំក្រងថែរក្សាកូនប្រុសរបស់ខ្ញុំឲ្យជួបតែសំណាងល្អជួបតែមនុស្សល្អហើយជាក្មេងជាបុគ្គលដែលល្អនៅក្នុងសង្គមចា៎នេះគឺជាអ្វីដែលម៉ាក់បួងសួងសម្រាប់កូនហើយម៉ាមីចង់ប្រាប់ថាស្រឡាញ់កូនម៉ាក់ពេញបេះដូង